នឹងរៀនពីរបៀបប្រើ GitHub នៅក្នុងIntelliJ ម្ដងអញ្ចឹងនៅក្នុង IntelliJ វាមានកន្លែងគេនេះ terminal ដូច visual អញ្ចឹងនេះអញ្ចឹងខ្ញុំបង្កើត project test មួយដើម្បីកុំឲ្យញ៉ៃអត់ទេខ្ញុំបង្កើត project ហើយខ្ញុំយកនេះចឹងហើយខ្ញុំយក Next.js ហើយ hasting ចឹងកុំឲ្យវាញ៉ៃអូខេតបមកមានអីមែន error អត់អីយើងបង្កើត project មួយទៀត git testing បាច់ដក clear នេះឡូមានអីខុស create នេះខុសអីមែនអូនៅនេះចេះភ្លេចមើលច្រឡំបង្កើត spring ទៅអីយើងខ្ញុំយក yes អូខេចឹងក្នុងការចឹងគេប្រើ git ដើម្បីអីចឹង git គេប្រើដើម្បី control ទៅលើ version code របស់យើងថាដឹកពីដាដល់ណាចឹងណាយើងអាចបង្កើតទៅជា brand ផ្សេងគ្នាដើម្បីធ្វើ task ផ្សេងគ្នាហើយយើងយកមកផ្គុំគ្នាវិញមួយទៀតយើងអាចធ្វើការច្រើនគ្នាបានអាហ្នឹងជាគោលបំណងដែលគេប្រើ Git version control អញ្ចឹងត្រូវមាន GitHub ដែរមាន account GitHub មួយខ្ញុំសូមចូលជ្រុំ GitHub របស់ខ្ញុំចូលចឹង profile នេះ GitHub របស់ខ្ញុំចឹងខ្ញុំអត់បានបរៀនពីរបៀបបង្កើត account GitHub ទេអូខេបន្តមកទៀតយើងមកគេនេះមាន terminal អញ្ចឹងដំបូងឡើយយើងនិយាយពី comment មកណាយើងមានពេលវេលាច្រើនសាររវល់អីចឹងដោយសារមាន idol ម្នាក់សួរអញ្ចឹងទៅខ្ញុំធ្វើមកទៅដំបូង git initialization របស់វាអញ្ចឹងអាហ្នឹងគឺការអាចថាបង្កើតជា package សម្រាប់ store project របស់យើងហ្នឹងដែលវាជាប្រភេទ hidden ដែលយើងមើលអត់ឃើញយើងចង់ឃើញយើងអាចសូវាបានតែអត់មានពេលទៅសូមើលដូចជា ផ្លេច key ដែលចុច shortcut អញ្ចឹង git init មកខ្ញុំសេខុស init ចាអញ្ចឹងយើងទៅមើល status នេះដើម្បីមើលថាតែយើងធ្វើបានមិនហើយអញ្ចឹងយើងថាវាប្រាប់ថាយើងនៅ brand main ហើយ nothing to commit អញ្ចឹងយើងអត់មានបានឲ្យ change យកអត់មាន change អញ្ចឹងnpm មកលើ run build អញ្ចឹង project ហ្នឹងធម្មតាអញ្ចឹងឯងឧទាហរណ៍ណានេះ Next.js ហើយបងមួយទៀតតោះអញ្ចឹងយើងមិនបាច់ change ក៏បានដែរប៉ុន្តែយើងចង់សូជាមួយនឹងការ change ឧទាហរណ៍ណាចុច app មកក្នុង page នេះខ្ញុំអត់ចង់យកគេលុបចោលខ្ញុំដាក់របស់យើងខ្ញុំដាក់ h2 hello ឃើញអញ្ចឹងយើងមាន change អញ្ចឹងយើង git status អត់មានអីណាអញ្ចឹងអត់មានអីទេប៉ុន្តែយើងឃើញមានក្រហមនេះគេដាក់ថា modify អញ្ចឹងយើងមានន័យថាយើងបានកែទៅលើ file src ក្នុង app គេហៅ
ហើយ page.tsx តមកទៀតយើងចឹងយើងកែហើយយើងធ្វើម៉េចយើង add file git add dot នេះមានន័យថា add ទាំងអស់មានអី update នៅកន្លែងណា add ទាំងអស់តែបើយើងចង់ add តាហ្នឹងយើងអាច copy ហ្នឹងមកដាក់ចូលពង status មកឃើញបានមួយទៀតយើងអាច git add dot ចេះមកចឹងវា add ទាំងអស់យើងបាច់ខ្វល់តែត្រង់មួយនឹងវា modify ឡើងណាខ្លះតែបើយើងចង់ specify ថាអាណាដែលយើងចង់ add យើងអាចធ្វើបានបន្តមកទៀតជំហានបន្តគឺ git commit អញ្ចឹងចេះតែប៉ុណ្្នឹងរស់ហើយបាទ git commit ដក m អានេះ message យើងចង់ដាក់អីក៏បានដែរបើយើងចង់ដាក់ពាក្យដែលដក clear យើងដាក់ single quote ឬចឹងមកតែបើអត់ទេអត់ទៅអញ្ចឹងយើងអាចដាក់ថាversion 1ចឹងទៅទីហោណាអូខេអញ្ចឹងយើង commit បាន successfully អញ្ចឹងយើង status មកទៀត status ជាង add commit ហើយវាចេញចឹងយើងទៅ get log មើលជាងឃើញថាយើងមាន commit មួយគឺ version 1ចឹងណាហើយតាមពិតមើលវីដេអូហ្នឹងអត់គ្រប់គ្រាន់ទេអាចទៅ research បន្ថែមgit command ចឹង git command នេះមកកណោចឹងយើងមាន git remote ចឹងខ្ញុំបញ្ចូលលេងទៅ git clone នេះ clone project គេមកចឹងយើង git clone មកហើយយើងទៅ copy link របស់ repo គេមក copy កន្លែងណាវាដែរយើងអាចចូលចុចលេខកូដហើយ copy ក៏បានឬយើង copy អា link ចេះនៅ GitHub ឬពោគេមកប៉ះ link ចូល strike នេះ git initialize មិញហើយ git add មិញ commit យើងមាន post យើងមាន check out ហ្នឹងអត់តាន់នេះទេចឹងដើម្បីផ្ដាច់វិញចុច Q អូខេចឹងយើងមាន commit ហើយចឹងវានៅលើ local ទេចឹងអាហ្នឹងក៏វាអាច control version បានដែរប៉ុន្តែយើងអាច control លើតា computer យើងអាច share ទៅធ្វើជាមួយអ្នកផ្សេងបានឬក៏អាច store code របស់យើងនៅលើ online អត់ទាន់មាននៅលើ internet ទេអញ្ចឹងដើម្បីឲ្យវា store លើ internet បានគឺយើងប្រើ git remote យើង add remote នេះយើងចង់ add repo របស់ GitHub យើងមិនអាចប្រើតែ GitHub ទេយើងអាចប្រើ GitLab ឬក៏អីផ្សេងទៀតបាន git remote add origin នេះឈ្មោះរបស់ remote ដាក់អីក៏បានដែរណាអត់ម៉ាញទេលេងនោះតមកទៀតយើងចូល GitHub ហើយយើងចុចបូកមក new repository ហ្នឹងនេះfolder package យើងអាចហៅវា3ជា folder package ឬក៏ជា repository ហ្នឹងតែខ្ញុំដាក់ថា git test naming role វាត្រូវសិក្សាទៀតយើងអាច search ហើយយើងអាចរៀនពីវាបានអញ្ចឹងអានេះត្រួសទេចុច create អញ្ចឹងយើង copy អា link នេះមកយើងផ្លាស់ចូលទៅអញ្ចឹងវាប្រហែលជាបានហើយប៉ុន្តែយើងចង់ដឹងយើងដាក់ status មើលថាមានអី change អូខេអត់អីទេ git remote ជាយើងមាន origin ញ៉ា origin យើង add នឹងបានជោគជ័យ mode ដកវិញចឹងអានេះវាប្រាប់ពីdetail អំពីអា Git របស់យើងនឹងវាមាន2អាមួយសម្រាប់ fetch អាមួយ push អូខេតោះអញ្ចឹង Git push មកយើង push ចូលក្នុង GitHub របស់យើង push .u origin មិញហ្នឹងឈ្មោះមិញហ្នឹងឈ្មោះ remote
origin ហើយឈ្មោះ brand មិនឈ្មោះ man នេះហើយយើង enter ទៅហើយយើងមក refresh ចូល clock នេះ2 commit អញ្ចឹងប៉ុណ្្នឹងឯងអញ្ចឹងនេះគឺជា part 1 អញ្ចឹងបើមាន part 2 ទៀតចាំមើល update បន្ត